បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទចូលមកជួបបងប្អូនវិញនៅក្នុងវីដេអូពិសេសមួយថ្ងៃនេះបាទភាសាតែត្រូវធ្វើដំណើរបាទទៅទីក្រុងភ្នំពេញហើយមានវីដេអូមួយល្អគួរសមដែរសម្រាប់បងប្អូនដែលប្រើឡានព្រុសដែលឆ្ងល់ដែលមិនហ៊ានសាកមិនដឹងអីណាបាទឬក៏ការព្រួយបារម្ភអីអញ្ចឹងថ្ងៃនេះខ្ញុំយកឡានខ្លួនឯងផ្ទាល់ឡានខ្លួនឯងជិះផ្ទាល់យកមកតេស្តយកមកសាកថាតើវាបានលទ្ធផលអ្វីសម្រាប់បងប្អូនដែលទទួលបានយកទៅទុកសម្រាប់ធ្វើជាចំណេះដឹងហើយនឹងបទពិសោធន៍ឬមួយក៏ការពារអីបានត្រឹមត្រូវកុំឲ្យយកច្រឡំអីចឹងណាបាទនេះតកតងជាមួយនឹងឡានដែលកំពុងតែរត់អញ្ចឹងហើយយើងភាគច្រើនយើងព្រួយបារម្ភទៀតថាយើងកំពុងតែបើកឡានអញ្ចឹងយើងមានកូនតូចកូនអីជិះជាមួយគ្នាអញ្ចឹងណាបាទជាមួយគ្នាវាមាន1មាន2តូចធំអីអញ្ចឹងទៅបាទតូចភាគច្រើនវារពឹសដឹងឲ្យកូនយើងឥឡូវវារពឹសបាទអញ្ចឹងអ្វីដែលយើងព្រួយបារម្ភភាគច្រើនព្រួយបារម្ភរឿងខ្លាចវាលូកដៃចុចពេហើយលូកដៃចុចអាឡែង starter នោះអាកន្លែងប៊ូតុងចុចឆេះណាចឹងទីថាយើងពងជិះចឹងយើងព្រួយបារម្ភខ្លាចបបោក្មេងព្រោះយើងមនុស្សចាស់យើងមិនអីទេឬមកយើងច្រឡំដែរមិនវាមិនច្រឡំទេបងណាបើសិនជាមានករណីឡានពងរត់អញ្ចឹងហើយបែរទៅជាច្រឡំដៃចុចឬមួយក៏ក្មេងវាចុចលេងពេលកំពុងជិះឡានខ្ញុំធ្លាប់តែមានកូនតូចវាអត់សូវវាអត់តន់ស្ដាប់យើងបានវាលូកចុចលេងយើងអត់បានចាប់អារម្មណ៍លូកចុចលេងអញ្ចឹងណាឧទាហរណ៍អានេះឡានផ្សេងតែនេះឡានខ្ញុំអត់ដែរទេកាលពីចំនួនជិះឆ្លាមជិះរត់កូនធាក់ចង្កឹះលេងអញ្ចឹងចូលទៅអសអត់អសអែនោះភ័យចងំតែមិនអីដែរកាលនឹងវាអត់មានប្រតិកម្មអីវាធ្វើឲ្យខូចប្រអប់លេខអីអញ្ចឹងណាតែយើងភ័យយើងព្រួយខ្លាចវាខូចតែឥឡូវនេះវីដេអូ approach តកតងនឹង approach 0404របស់ខ្ញុំយកមកពិសោធន៍របស់បងប្អូនមើលផ្ទាល់ថាពេលកំពុងរត់អញ្ចឹងតើយើងប៉ះប៊ូតុង power នេះប៊ូតុងចុចឆេះឬក៏ប៊ូតុងពេនេះវាកើតអត់ហើយបើសិនជាប៉ះទៅវាមិនវាលុតឬក៏វាកតាក់ឬមួយក៏វាចូលលេខខុសលេខអីមិនដែរអត់អញ្ចឹងណាបាទអញ្ចឹងខ្ញុំតេស្តឲ្យមើលហ្មងបាទតេស្តឲ្យមើលឥឡូវឡានពងរត់ធម្មតាអញ្ចឹងរត់បើកធម្មតាអីបើកធម្មតាទៅបាទអញ្ចឹងទៅទៀតឥឡូវក្មេងច្រឡំចុចបាទតុង power ខ្ញុំចុចមើលហ្មងបាទឃើញទេចុចបឹកអញ្ចឹងបើសិនជាឡានអលត់ឡានឈប់គឺអលត់បាត់ហើយឡានឈប់អលត់បាត់ប៉ុន្តែឥឡូវឡានរត់គឺរត់អញ្ចឹងអ្វីដែលបងប្អូនព្រួយបារម្ភគឺមិនបាច់ព្រួយទេគឺវាអត់អីទេព្រោះថាប្រព័ន្ធភ្លើងវាចេះការពារយើងដែរអានេះបើសិនយើងរត់ចុចអលត់អញ្ចឹងមិនឡានទុចងាប់ទេឥឡូវឡានខ្ញុំខ្លួនឯងបាទដំបងឡើយខ្ញុំចេះរៀងញើតដែរតែគិតសាក់លោមើលឡានខ្លួនឯងចាយឡានខ្លួនឯងសាក់លោមើលវាមិនវិញតែលទ្ធផលគឺបានសម្រាប់ទុកជាចំណេះដឹងជូនបងប្អូនគឺអត់អីទេបាទអត់អីទេខ្ញុំចុចឲ្យបងប្អូនមើលម្ដងទៀតបាទឃើញទេប៉ាក់អញ្ចឹងឡានរត់ធម្មតាអត់តោះអីទេប៉ុន្តែតម្លៃតាក់តងជាមួយនឹងអសរ P ចាំមើលទៅកន្លែងតលាយខ្ញុំនឹងចុចអសរ P បាទឥឡូវវាមានឡានគេមួយមុខបាទឥឡូវអសរមកសុំទោសប៊ូតុង power ឬប៊ូតុងចុច start ប៊ូតុងចុចឆេះហ្នឹងគឺអីទេបាទអីទេយើងចុចឡានរត់មិនរត់ទៅបាទរត់យើងចុចមិនក៏វាអត់រត់ដែរដោយសារតែប្រព័ន្ធភ្លើងវាការពារយើងប៉ុន្តែបើសិនជាអសរ P វិញតោះចូលមកនេះតិចមកបើសិនជាអសរ P សុំទោសបើសិនជាប៊ូតុងអសរ P ប៊ូតុងលេខផាកឬប៊ូតុងចុច P របស់យើងសម្រាប់ពេលយើងចតបាទនៅពេលដែលយើងចុចវាបងប្អូនណាបើសិនចុច P គឺវាត្រូវចុចវាត្រូវចតជាប់ភ្លាមណាអរេចូលស្ដាប់តិចចុចស្ដាប់តិចមកបាទអញ្ចឹងខ្ញុំចុច P បាទអញ្ចឹងពេលដែលយើងចុចអញ្ចឹងហើយឡានលេរត់ហើយចូលអានបាទចូលអានបាទចូលអានមើលឃើញចុចបាទចូលអានអញ្ចឹងឡានអត់ទៅមុខទេវាមិនឈប់ភ្លាមទេប៉ុន្តែវាដូរពីលេខ P សំដៅវាដូរពីលេខ D ទៅលេខ N ឡានលេរត់ហើយអញ្ចឹងតើយើងឈប់ឲ្យអស់លបឿនឡានសិនចាំយើងដាក់លេខបញ្ចូលតាទៀតបងប្អូនកុំដាក់លេខភ្លាមណាតែបើដាក់ភ្លាមក៏បានដែរប៉ុន្តែ
សម្រាប់ការពារឬមួយក៏សុខភាពនៃប្រអប់លេខរបស់យើងបាទយើងគួរតែជប់ឡានឲ្យអស់លបឿនសិនហើយចាំយើងដាក់អក្សរ D ទៅមុខទៀតបាទអញ្ចឹងគាត់អាចជន់ប្រាំងបានជន់ប្រាំងឲ្យវាជប់ហើយចាំយើងដាក់អក្សរ P ទៅមុខទៀតប៉ុន្តែបានពិតបើសិនជាយើងចង់ P ទៅមុខទៀតហ្មងក៏បានដែរប៉ុន្តែការយល់ឃើញរបស់យើងមិនចង់ឲ្យប្រព័ន្ធប្រអប់លេខវាមានបញ្ហាឬប្រតិកម្មអីអញ្ចឹងយើងជប់អស់លបឿនហើយយើងដាក់អក្សរ D ទៅទៀតនេះវាចូល N វាលេខរត់តោះអញ្ចឹងយើងចូល D វិញតោះទៅមុខធម្មតាបាទចូលតាមពិតខ្ញុំទៅថតឃើញលេខប៉ុន្តែមិនបាច់ទេគឺប្រាប់បងប្អូនអញ្ចឹងមកទៅបាទអូខេអញ្ចឹងបកស្រាយឡើងវិញថាពេលពងរត់អញ្ចឹងចុចប៊ូតុង power គឺអត់ឲ្យលោតឡានទេបាទហើយបើសិនជាយើងចុចឬក៏ច្រឡំដៃឬក៏ក្មេងចុចអីប៊ូតុង P ក៏អត់ឡានអត់កត្រាក់អត់ឈប់ភ្លាមដែរគឺវាទៅចូល N ហើយវារត់ធម្មតាអញ្ចឹងដើម្បីឲ្យសុវត្ថិភាពបងប្អូននៅសញ្ញោអែបបាទអែបខាងហើយដាក់សំទោសឲ្យដល់ឡានឈប់ហើយយើងដាក់អក្សរ D ទៅទៀតទៅបាទដាក់លេខ D ទៅមុខទៀតទៅអត់អីទេអញ្ចឹងការព្រួយបារម្ភគឺត្រូវបានបកស្រាយបងប្អូនមិនបាច់ព្រួយបារម្ភទេពេលរត់បើសិនជាកូនបើសិនជាក្មេងជិះជាមួយអីវាច្រឡំចុច P វាមិនច្រឡំវាចុចលេងចុច P ឬក៏ចុចប៊ូតុង power នេះគឺអីទេបាទសូមគោរពអរគុណសម្រាប់ការតាមដានបងប្អូនអរគុណច្រើន